នេះគឺខ្ញុំបែងចែកជា4ផ្នែកទី1គឺ overall ទូទៅតាក់ទងជាមួយនឹង generative AI ហ្នឹងហើយនឹង AI ហើយនឹងទី2គឺពួកខ្ញុំនឹងបង្ហាញអំពីហេតុអីបានជាយើងចាំបាច់ប្រើប្រាស់ generative AI ហ្នឹងដើម្បីស្វែងយល់អំពីគោលបំណងដែលយើងសិក្សាអំពីវាហើយប្រើប្រាស់អំពីវាហើយទី3គឺចង់ដឹងថាតើ generative AI នៅខាងក្នុងរបស់វាហ្នឹងវាមានអីគេខ្លះដែលវាអាច generate text មកជា predict ឲ្យជាចម្លើយរបស់យើងបានតែអត់ស៊ីជម្រៅទៅលើ technical ទេគ្រាន់តែខ្ញុំបង្ហាញអំពី key term មួយចំនួនហើយនិង technique មួយចំនួនដែល LLM ហ្នឹងវា work ហើយនឹងចុងក្រោយគឺតាក់ទងជាមួយនឹងការប្រើប្រាស់ generative AI ហ្នឹងអំពីប្រើប្រាស់ prompt ជាចុងក្រោយអញ្ចឹងជាក់ស្ដែងបើនៅក្នុងន័យរបស់ AI ដូចបងបានលើកឡើងមិញអញ្ចឹងវានៅក្នុងចង្កោមម៉ាស៊ីនវាអត់អាចទៅលើសពីម៉ាស៊ីនបានទេវាអាចទៅជ្រុងមកខាងទៀតដែលខ្ញុំបានលើកឡើងថា consciousness science បានទេដោយសារតែវាអត់ទៅហួសពីអ្វីដែលយើងអាចបញ្ជាវាមានន័យថាយើង program វាដើម្បីឲ្យsimulate មានន័យថា clone រឿងអីមួយចេញមកយើងអាចប្រើម៉ាស៊ីនហ្នឹងឲ្យវាវិភាគឲ្យវាច្នៃឲ្យជាផលិតផលមួយបានមកដោយវាអត់ទាន់ចេញជារូបរាងពិតនៅក្នុងពិភពលោកជាក់ស្ដែងបានអញ្ចឹងអាហ្នឹងគឺវាកើតឡើងបានគឺដោយសារតែមនុស្សរបស់យើងជាអ្នកបង្កើតជាអ្នក program វាបញ្ជាវាតាមការសម័យរបស់ការយល់ដឹងរបស់មនុស្សអញ្ចឹងទៅកន្លែងនេះគឺខ្ញុំដាក់ថា machine program to simulate human intelligence learn ហើយនឹង problem solving អញ្ចឹងអ្វីដែល AI ក៏អាចធ្វើបានគឺមានតែប៉ុណ្្នឹងទេគាត់អត់អាចទៅហួសលើសពីអ្វីដែលយើងបញ្ជាវាឲ្យធ្វើទេប៉ុន្តែហេតុអីបានជាវាមានសារៈសំខាន់សម្រាប់យើងបញ្ជាវាមិនប៉ុន្តែពេលខ្លះយើង imagine បានត្រឹមតែកម្រិតមួយទេនៅពេលដែលយើងជំនួយឲ្យ AI ហ្នឹងគាត់ simulate អីមួយដែលដោយអ្វីដែលយើងចង់បានធ្វើឲ្យយើងមានគំនិតថ្មីមួយទៀតដើម្បី innovation វាទៅមុខទៀតអនុវត្តវាទៅមុខទៀតអញ្ចឹងធ្វើឲ្យសមត្ថភាពរបស់មនុស្សយើងកាន់តែខ្លាំងឡើងពេលដែលយើង input text យើងចូលទៅវានឹង embedding vector ឬក៏ weight នៃ text ដែលយើង input ហ្នឹងតែពេលដែលយើងឧទាហរណ៍ថាខ្ញុំសរសេរthank you មួយវានឹងគណនា weight ហ្នឹងទៅជា token មានន័យថាវាបំបែកពាក្យហ្នឹងឧទាហរណ៍ថា thank you វាមាន2ពាក្យអញ្ចឹងមួយ token វាហៅគេហៅរាប់ជាអក្សរវិញមួយអក្សរទៅដល់5អក្សរចន្លោះមួយ token ហ្នឹងគឺ5អក្សរហ្នឹងឯងហើយនៅពេលដែលវាបំបែកទៅជា token ហើយគឺវានឹងបំបែកទៅជា vector ទៀតអញ្ចឹងនៅក្នុង process នៃ generative AI ហ្នឹងវាស្មុគស្មាញច្រើនបំបែក split អក្សរហ្នឹងទៅជាទូច token ហើយវាបំបែកទៅជា vector គឺបំលែងអក្សរទាំងអស់ហ្នឹងទៅជាលេខដោយសារតែម៉ាស៊ីនអត់ស្គាល់អក្សរទេស្គាល់តែលេខ0101អញ្ចឹងវាបំបែកទៅជា vector នៅក្នុងគណិតវិទ្យាគឺគេមានរូបមន្តបំបែករឿងទាំងអស់ហ្នឹងទៅជា vector បានអញ្ចឹងវាមានរឿងច្រើនហើយវាត្រូវការថាមពលកុំព្យូទ័រច្រើនដើម្បីបំលែងអាពាក្យទាំងអស់ហ្នឹងដូចខាង CEO របស់ OpenAI គាត់ថាគ្រាន់តែយើងប្រើពាក្យ thank you មួយដាក់នៅក្នុង chat GPT គាត់ខាតលុយអស់រាប់លានដុល្លារអញ្ចឹងអាហ្នឹងហើយជារឿងដែល technology គាត់ព្យាយាមបំបែករឿង data ដែលយើងមានទាំងអស់ហ្នឹងទៅជាទិន្នន័យដែលអាចឲ្យកុំព្យូទ័រគាត់យល់បានព្រោះកុំព្យូទ័រគាត់យល់តែលេខទេគឺ0101ដូចខ្ញុំដាក់បង្កប់ក្នុងនេះអញ្ចឹងតើតើមួយយើងកំណត់ថាវាមួយណាខ្លាំងមួយណាខ្សោយវាតើតើជាមួយហ្នឹង model របស់វាអញ្ចឹងកន្លែងហ្នឹងបានខាងយើងយកទៅជាមួយនឹងឲ្យជា basic មួយទៅខាងបងជា business ក៏ដោយគេអាចយល់ថាអូខេស្អីគេអំឡាច់នឹងវិញមកពេលដែលគេ compare ក្នុងធៀបគ្នារវាងក្នុង AI និង AI ហ្នឹងភាគច្រើនគេនិយាយពី model អញ្ចឹងទៅ ChatGPT DeepSeek អីហ្នឹងគេថាអូមួយនេះលើសមួយនេះល្អជាងមួយនេះជាក់ស្ដែងវាតកតងជាមួយនឹង model របស់វាហើយនឹងរបៀបទំហំនៃ data មួយអញ្ចឹងទៅអញ្ចឹងវាមាន version បើសិនតែបងធ្លាប់ប្រើហើយស្រាប់អញ្ចឹងគឺ ChatGPT មានកន្លែង select model select អីហ្នឹងអញ្ចឹងទៅពេលខ្លះយើងពិបាកក្នុងការសម្រេចចិត្តថាយើងប្រើ free យើងប្រើ pay អាហ្នឹងក៏យើងមានការពិបាកចិត្តដែរណាចង្កាយើងប្រើអស់អញ្ចឹងទៅដល់ពេលយើងច្បាស់ពីអូខេវាសម្រាប់សំខាន់នៃ model នេះវា up to date data ពេលយើង pay ហ្នឹងវាមាន list ឲ្យយើងថាអូវាមានអីខ្លះមានប្រើមិនត្រឹមតែ limit ទេវាមាន line model ថ្មីហ្នឹងអញ្ចឹងវាយើងហៅតែច្បាស់ថាអូខេការយើង pay ហ្នឹងវាមានសារៈប្រយោជន៍ជាងការយើងប្រើ free version សម្រាប់ business យើងចំនួនរបស់យើងច្រើនហើយនេះគឺជាហេតុផលមួយចំនួនដែលយើងប្រើ generative AI មានប្រសិទ្ធភាពរឿងធំបំផុតគឺ save time យើងពេលដែលយើងព្យាយាមប្រើប្រាស់វា
ការងារអីក៏ដោយគឺវាកាត់បន្ថយពេលវេលាដែលយើងត្រូវចំណាយទៅលើការងារហ្នឹងច្រើនអញ្ចឹង time saving ហ្នឹងគឺមានសារៈសំខាន់សម្រាប់យើងដោយសារតែបច្ចុប្បន្នយើងម្នាក់រវល់ដោយសាររឿងការងារហ្នឹងច្រើនហើយបើយើងអត់ចេះប្រើប្រាស់ generative AI ហ្នឹងទេគឺយើងនៅតែបន្តរវល់នឹងដដែលទេហើយមួយទៀតដោយសារតែgenerative AI ដែលមានបច្ចុប្បន្នគឺវាអាចឲ្យយើងចូលប្រើប្រាស់ងាយស្រួលបានទាំង free ទាំង paid ហើយលើយើងអ្នកសម្រេចចិត្តទេថាយើងអ្នកជ្រើសរើសយកមួយណា free ក៏បាន paid ក៏បាន paid វាមានសមត្ថភាពខ្លាំងជាងប៉ុន្តែ free គឺវាអាចមាន limit អញ្ចឹងខ្ញុំលើកតែ2 model ហ្នឹងមកទេដោយសារតែវានៅក្នុងផ្នែក generative AI ហើយដោយសារតែ LLM នេះគឺវា work ជាមួយនឹង text ហើយនេះ work ជាមួយនឹងរូបភាពប៉ុន្តែដើម្បីឲ្យវា work បានគឺយើងអ្នកប្រើប្រាស់មួយចំនួនគឺយល់ថាវាធ្វើមិនដើម្បីឲ្យការងារទាំងអស់ហ្នឹងវា work បានទី1យកអំពី tokenization នេះសិននៅក្នុង tokenization នៅពេលដែលយើងប្រើប្រាស់prompt ទៅដើម្បីឲ្យ model ទាំងពីរហ្នឹងដើរបានគឺវានឹង split text ទាំងអស់ហ្នឹងឲ្យទៅជា token សិនគឺបើយើងប្រើ manual វិញគឺយើង comma វាឧទាហរណ៍ Apple អញ្ចឹង A, P, P, L, E អញ្ចឹងទៅវា split ការងារទាំងអស់ហ្នឹងទៅជាអក្សរទាំងអស់ហ្នឹងទៅជា token ជា text token ទូចសិនហើយបន្ទាប់មកទៅ token ហ្នឹងវាគណនាទៅលើ text ដែលយើងដាក់មកហ្នឹងឧទាហរណ៍ថាយើងប្រើ free chat GPT វានឹងមើលទៅលើ token ដែលយើង request នៅក្នុងការប្រើប្រាស់ហ្នឹងប្រមាណអីហ្នឹងក្នុងចំនួនមួយចំនួន chat GPT ចំនួន generative AI ខ្លះវាកំណត់ token ដែលយើងប្រើប្រាស់ក្នុងប្រមាណ free ដោយបងប្រើជ្រោកឬក៏ chat GPT generate image អញ្ចឹងមួយថ្ងៃយើង generate បានតែ3ទេអាហ្នឹងវាកំណត់ token យើងប្រើ token ប្រមាណទៅអស់ token ហ្នឹងវាលែងឲ្យប្រើវាឲ្យយើង pay ចឹងបាទស្អែកនឹងប្រើបានហើយនេះគឺ technical នៃការបែងចែក token មួយចំនួនឧទាហរណ៍100 token វាស្មើប្រហែល75ពាក្យតែយើងរាប់ពាក្យមួយពីរដែលខ្ញុំអាចនិយាយបានថា split ពាក្យហ្នឹង Apple ហ្នឹងបែ split វាទៅជា A P P ចឹង100 token ហ្នឹងគឺស្មើប្រហែលជា75ពាក្យមួយ token ស្មើប្រហែលជា5ពាក្យអញ្ចឹងវាបំបែកពាក្យទាំងអស់ហ្នឹងទៅរហូតដល់ពេលយើងបំបែកអាហ្នឹងទៅវាចេញមកជា vector មួយចំនួនវាមានពាក្យ vector មានពាក្យ embed មានពាក្យ embedding នៅក្នុងហ្នឹងឯជាដើមដោយសារតែបំបែកវាទៅជា split text ហ្នឹងហើយបំបែកវាទៅជា token ហ្នឹងហើយវាបំបែកពាក្យទាំងអស់ហ្នឹងទៅជាលេខ convert vector ទៅជាលេខឧទាហរណ៍ដូចនៅក្នុងការគណនា vector ឯជាដើមវាដើម្បីគណនាទៅជា vector បានវាបំបែកពាក្យហ្នឹងហើយវាដាក់ list ទៅជា matrix វាមាន matrix មួយជួរពីរជួរបីជួរអញ្ចឹងទៅគណនាយើងប្រើប្រាស់រូបមន្ត matrix អញ្ចឹងទៅហើយបន្ទាប់មកនៅក្នុង model ហ្នឹងវាមាន linear មាន probability ក្នុងហ្នឹងដើម្បីគណនាវាបាននៅពេលដែលគេ training data ហ្នឹងហើយនៅក្នុង model ហ្នឹងគឺវាមាន database center វាគេ store vector ទាំងអស់ហ្នឹងនៅក្នុងហ្នឹងនៅពេលដែលយើងសួរ input ទៅ input text ទាំងអស់ហ្នឹងទៅsystem ខាងក្នុងហ្នឹងវាបំបែកពាក្យដែលយើងសួរហ្នឹងទៅហើយវាយកvector ហ្នឹងយកទៅ combine similar vector ដែលវាបាន training data ហើយឧទាហរណ៍ថាពាក្យភ្នំពេញអញ្ចឹង data ដែលវា train ភ្នំពេញហ្នឹងមាន vector នៅក្នុង data center របស់គាត់ហ្នឹងមានប្រមាណ database គាត់ហ្នឹងមានប្រមាណអញ្ចឹងពេលដែលយើងវាយពាក្យអំពីភ្នំពេញទៅគឺ vector ដែលវាព្យាយាម encode ទៅជា vector database ខាងក្នុងនេះវានឹងទាញtraining data របស់វាដែលវាបាន train ហើយហ្នឹងយកទៅមើលតែ similar មួយគ្នាហើយវា predict ចម្លើយ output ចេញមកឲ្យយើងបានពាក្យគ្រប់យ៉ាងដែលយើងបានប្រើប្រាស់និយាយហ្នឹងគឺវាបាន training នៅក្នុងបណ្ដុំនៃ database របស់វាហើយ data center របស់វាហើយទើបយើងសួរទៅវានឹងអាចឆ្លើយ predict ចម្លើយឲ្យយើងតាមអ្វីដែលយើងសួរមកបានបាទគឺថាបើយើងយល់ពីវាក្នុងការយើងមានទំនុកចិត្តក្នុងការវាដើរមិនមានទំនុកចិត្តក្នុងការលទ្ធផលដែលយើងសួរវាលទ្ធផលយកមកវាមានទំនុកចិត្តកម្រិតណាព្រោះយើងអត់យល់detail មួយចំនួនទេconcept មួយចំនួនទេtechnical មួយចំនួនទេទៅយើងចេះឆ្ងល់ចឹងចេះជឿនេះ AI នេះល្អ AI នេះល្អអញ្ចឹងវាមានការងារមួយចំនួនតែវាទៅការ train ទៅការធ្វើការដើម្បី predict result ឲ្យយើងវាមិនមែនជា 100% accurate ប៉ុន្តែវាជាការ predict មួយដែលអាចថាកាន់តែមាន data កាន់តែច្រើនអាការ accuracy របស់វាអាការភាពរំអៀងមកវាកាន់តែតិចកន្លែងហ្នឹងនៅក្នុង generative AI នេះប៉ុន្តែអ្វីដែលសង្កត់ធ្ងន់ភាពខ្លាំងរបស់វាគឺចំណេះដឹងវាមានច្រើនដោយសារតែវា train ទិន្នន័យច្រើនជាងយើងច្រើនវាមានបទពិសោធន៍ច្រើនជាងយើងវាមានចំណេះដឹងដែលមានស្រាប់ហ្នឹងគឺមានច្រើនប៉ុន្តែអីដែលថ្មីដូចយើងគឺវាអត់មានទេអញ្ចឹង
อันนี้ให้ជាចំណុចខ្លាំងប្រហែលចំណុចដែលខ្ញុំបានលើកឡើងនេះប៉ុន្តែ limitation របស់វាគឺដូចដែលលើកមកមិញអញ្ចឹងមានផ្នែកខ្លះគឺវានឹងអាចបង្កើតឲ្យព័ត៌មានហ្នឹងវាមិនពិតឧទាហរណ៍ថាយើងសួរវាច្រើនពេកនៅពេលដែល token ដែលយើងប្រើនៅក្នុងការ communication ហ្នឹងច្រើនពេកវាហើយនឹងការប្រើប្រាស់ប្រមយើងអត់មានប្រសិទ្ធភាពចេះតែសួរទៅចម្លើយដែលវាទាញចេញពីទិន្នន័យចេញពី vector នៅក្នុង database ខាងក្នុងហ្នឹងគឺវានឹងអាចធ្វើឲ្យវាច្បោកច្បល់វាអត់ច្បាស់លាស់អញ្ចឹងធ្វើឲ្យអាចថាយើងអ្នកដែលប្រើប្រាស់អត់គិតទៅលើរឿងហ្នឹងចេះតែមើលតាមវានឹងផ្ដល់ព័ត៌មានឲ្យយើងខុសដូចគ្នាដែរឧទាហរណ៍មួយចំនួនដូចក្នុងនេះបើសិនជាយើងប្រើវាច្រើនហើយយើងអត់ពិនិត្យមើលវាពេលដែលយើងប្រើប្រាស់ទៅឧទាហរណ៍ឲ្យវានិយាយអំពី case អំពី financial crisis ក្នុងឆ្នាំ2008វានឹងឆ្លើយមកហើយប៉ុន្តែអ្វីដែលយើងត្រូវ check អំពី limitation របស់វាឧទាហរណ៍ថាតើវាឆ្លើយមកត្រូវថ្ងៃខែឆ្នាំហ្នឹងវាត្រូវពិតប្រាកដអត់យើងគួរតែ check ពីវាឲ្យច្បាស់លាស់ដែរយើងមិនអាចចេះតែប្រើវាបានទេដោយសារតែលទ្ធភាពរបស់វាចំណុចខ្លាំងរបស់វាគឺចំណេះដឹងវាទាញអំពីប្រវត្តិហើយវានិយាយអំពីប្រវត្តិអំពី financial crisis តាំងពីឆ្នាំ2008មកអំពីតាក់ទងជាមួយនឹងសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2យើងចេះតែសួរវាទៅហើយឃើញចម្លើយហ្នឹងមកចេះតែយល់តាមវាប៉ុន្តែយើងអត់ check អំពីភាព limit របស់វាចឹង limit របស់វាយើងនឹងអាចឃើញថាពេលដែលយើងប្រើ free វានឹងមានភាពមិនច្បាស់លាស់នៅក្នុងការប្រើប្រាស់នៅក្នុង model មួយហ្នឹងតែបើយើងប្រើ paid វិញអាហ្នឹងវាអាចច្បាស់លាស់ជាងមុនអញ្ចឹងហើយទៅ technology ទាំងអស់ហ្នឹងគាត់រកលុយបានគឺដោយសារតែហ្នឹងហើយយើងអ្នកយល់អាហ្នឹងគឺពេលដែលយើងគិតថាធ្វើការងារអីសំខាន់យើងអត់អាចប្រើ free បានទេយើងត្រូវ paid លុយដើម្បីកុំឲ្យជួនកាលយើងបាត់consistយើងបាត់ភាព focus ដែរយើងបាត់ detail ដែរយើងគិតថាសួរវាទៅវានឹងអាចឆ្លើយមកបានទេតែពេលដាក់អាហ្នឹងឯកសារហ្នឹងយក copy ទាំងស្រុងចេញពីវាមកហើយ submit ទៅគេទៅវាអាចនឹងកំហុសខុសឆ្គងយើងដែរយល់អំពី strength របស់វាយល់អំពីភាពខ្លាំងរបស់វាជាចំណេះដឹងធំទូលាយប៉ុន្តែបើយើងទុកចិត្តថាយើងនឹងទាញចំណេះដឹងពីវាមកបានច្រើនមែនប៉ុន្តែបើយើងអត់មើលទៅលើ limitation នេះទេគឺចំណេះដឹងហ្នឹងនឹង lead ឲ្យយើងធ្លាក់ក្នុងផ្នែកណាមួយដែលយើងយល់ច្រឡំឧទាហរណ៍ថាយើងយល់ថាហ្នឹងវាមានចំណុចល្អហើយតែពេលដែលយើងយកចំណុចដែលយើងយល់ថាល្អហ្នឹងចូលអនុវត្តនៅក្នុងជីវិតជាក់ស្ដែងវាអាចនឹងធ្វើឲ្យអ្វីដែលយើងធ្វើសកម្មភាពទៅសង្គមខាងក្រៅវាខុសដូចគ្នាដែរអញ្ចឹងណាបងអានេះជា 5 core principle of prompt engineering ដែលអ្នកដែលគាត់ប្រើប្រាស់ technology generative AI ហ្នឹងមានប្រសិទ្ធភាពគឺគាត់ប្រើ5ហ្នឹងជាចម្បងជាគោលទី1ផ្ដល់ direction ឲ្យវា clear stylish guideline អីមួយចំនួនហ្នឹងគឺយើងទៅផ្ដល់ឲ្យវាឲ្យច្បាស់លាស់ឧទាហរណ៍ plan ការងារអីណាមួយយើងផ្ដល់ plan ការងារហ្នឹងឲ្យជា direction យើងផ្ដល់ច្បាស់លាស់ឲ្យការងារហ្នឹងថាតើការងារហ្នឹងយើងចង់បានប្រភេទម៉េចហើយប្រើ style បែបណាយើងត្រូវ guide នៅក្នុង prompt ហ្នឹងឲ្យច្បាស់លាស់ទី2 specific format ឧទាហរណ៍ថា format ដែលយើងចង់បានអំពីអ្វីដែល AI ឆ្លើយឲ្យហ្នឹងយើងយកមកប្រើប្រាស់នៅក្នុង document ឬក៏យើងត្រឹមតែអានវាទេបើយើងយកមកប្រើប្រាស់នៅក្នុង document ការងាររបស់យើងឲ្យវា format ឲ្យបានច្បាស់លាស់ប្រើប្រាស់ specific format បែបនេះគឺធ្វើឲ្យយើងងាយស្រួលកាត់បន្ថយការងារទៅយកការងារហ្នឹងទៅធ្វើឡើងវិញឬក៏ format បែប list point ដែលយើងចង់ brainstorm ឲ្យជាដើមហើយ provide example គឺយើងផ្ដល់ជា good example ឲ្យវាដើម្បីឲ្យវាមើលទៅលើ example ដែលយើងបានដាក់ឲ្យហ្នឹងឧទាហរណ៍ដែលខ្ញុំបានលើកកំបាញ់វិញថាបងមាន example ល្អខ្ញុំចង់បាន example ពីបងហើយឲ្យវាធ្វើការងារហ្នឹងមួយហើយបន្ទាប់មក evaluate quality ហើយនឹង divide ចឹងបើយើងបន្តទម្លាប់ចេះតែសួរបន្តទម្លាប់ដែលយើងអត់មាន format យើងច្បាស់លាស់ធ្វើយើងខាត់ពេលជាមួយនឹង AI វាជួយយើងមកតង់ហើយតែបើយើងអត់ចេះប្រើវាទៀតធ្វើឲ្យការប្រើប្រាស់ AI របស់យើងនៅមានកម្រិតធ្វើយើងខាត់ពេលសួរមិនស្រួលយើងត្រូវអង្គុយ scroll មើលត្រូវសំណួរខ្លះសួរទៅវាអាចនឹងឆ្លើយ redundancy សំណួរខ្លះវាយើងឆ្លើយទៅវាអត់ដូចអ្វីដែលយើងចង់បានដោយសារធម្មតា large language model AI វាមាន data វាធំអានោះវាចំណុចល្អរបស់វាប៉ុន្តែអានោះក៏វាជាគុណវិបត្តិរបស់វាដែរពេលដែលវាធំពេកពេលខ្លះយើងសួរតែវាអត់មានច្បាស់លាស់វាអត់ដឹងថាយកមួយណាដែលត្រូវជាមួយនឹងយើងទេកន្លែងហ្នឹងអញ្ចឹងយើងក្នុងនេះមាន principle មួយចំនួនដូចថាពេលខ្លះយើងចង់សួរអំពីអីគេអំពីខាង finance ឬក៏ខាងអីអញ្ចឹងឲ្យវា ask ឲ្យ AI ដើរតួជាអីគេឧទាហរណ៍យើងចង់បានរូបនៃការហាត់ប្រាណឬក៏យើងថា coach នៃការ design អញ្ចឹងវា as UX UI
design expert as a dentist expert for 10 years ចឹងទៅវានឹងដឹងយើងប្រាប់វាដោយងាយស្រួលក្នុងការឆ្លើយតបយើងលឿនទី1វាចំណេញពេលវេលាយើងវាមិនបាច់ចាំទៅ search data នឹងច្រើនហ្នឹងមកឲ្យយើងឯងវា search តែកន្លែងណាដែលវា index ថាដល់វាដើរតួជាហ្នឹងវានឹងឆ្លើយមកយើងលឿនវាចំណេញទាំងពេលវេលាវាចំណេញទាំងការលទ្ធផលរបស់យើងមកទៀតអញ្ចឹងបើយើងឥឡូវយើងចេះសួរវាអាចនឹងយើងសួរបានយើងឃើញថាវាជួយពេលវេលាយើងមែនប៉ុន្តែបើថ្ងៃគត់បើយើងចេះប្រើវាបានល្អវា compete នឹងការប្រើប្រាស់ AI វិញនឹងមនុស្សយើង compete នឹងការធ្វើការជាមួយ AI វិញវាដូចគ្នានឹងយើងទៅប្រាប់បុគ្គលិកយើងប្រាប់ក្រុមការងារយើងដូចគ្នានឹងសន្ទនាគ្នាអញ្ចឹងពេលខ្លះនិយាយគ្នាមួយថ្ងៃហ្នឹងមិនទាន់សូវយល់អីទេនិយាយយកទៅឡើងមានន័យថាម៉េចគ្រាន់ដឹងដែរអញ្ចឹងទៅអញ្ចឹងវិធីសាស្ត្រក្នុងការយើងសន្ទនាគ្នាវិធីសាស្ត្រក្នុងការយើងប្រើប្រាស់បុគ្គលិកយើងវិធីសាស្ត្រក្នុងការយើងប្រាប់ទៅអ្នកធ្វើការជាមួយយើងអាហ្នឹងក៏ត្រូវមាន guideline ឬវិធីនៃការសន្ទនាអញ្ចឹងតើតើមួយ AI ក៏មានវិធីដែរដូចយើងប្រើហ្នឹងហើយទៅធ្វើការនេះមួយទៅដល់មនុស្សធ្វើមួយខែក្រោយបានមកយើងអត់មានបញ្ជាក់ពេលវេលាធ្វើការងារនេះមួយឲ្យទៅ research អីមួយអត់មាន limit scope អញ្ចឹងគាត់ចេះ research ទេអញ្ចឹងយើងប្រើ AI ដែរអូខេផ្ដល់ឧទាហរណ៍ផ្ដល់5 example the best ឬ5 example អំពីអីគេអញ្ចឹងយើងកំណត់ limit វាដើម្បីចំណេញនឹងពេលវេលារបស់យើងងាយស្រួលដល់ AI